អ្នកទាំងអស់គ្នាប្រកាសជាស្គាល់លំផាត់ហើយថ្ងៃនេះដែរខ្ញុំនឹងទៅលេងលំផាត់ដោយសារតែខ្ញុំបានទទួលបញ្ជាពីតាលំផាត់ឲ្យទៅមើលលំផាត់ឬដូច្នេះខ្ញុំក៏មិនបង្អង់យូរខ្ញុំក៏ទៅលេងលំផាត់ដោយសារតែខ្ញុំក៏ជា fan របស់លំផាត់ម្នាក់ដែរអ្នកទាំងអស់គ្នាលំផាត់ឥឡូវអត់ដូចមុនទេដោយសារតែលំផាត់ពីមុននៅតូចឥឡូវលំផាត់ធំហើយស្បីបើលំផាត់ធំមែនក៏ប៉ុន្តែលំផាត់នៅតែចរិតក្មេងដដែលងងក់ច្រើនចេះដោះក៏យំពមៀដីនេះដើមឡើយខ្ញុំនៅផ្ទះសសកដេកបិទម៉ាស់សពតែតាលំផាត់ឆាតមកខ្ញុំឃើញដូច្នេះក៏បបួលមិត្តរួមការងារទៅលេងភ្នំតាម៉ៅអញ្ចឹងអ្នកនរគ្នាឥឡូវនេះយើងបានមកដល់កន្លែងទិញសបុតហើយសបុតត្រឹមតែ 5000 ប៉ុណ្ណោះអ្នកនរគ្នាក្នុងម្នាក់អញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនទាន់បានទៅលេងយើងគួរតែទៅលេងឲ្យបានម្ដងបន្ទាប់ពីយើងទិញសបុតហើយបងអ្នកលក់សបុតគាត់នឹងឲ្យ map យើងមួយខ្លាចយើងវង្វេងក្នុងសួនសត្វបើទោះបីជាយើងមិនមែនជាសត្វក៏ដោយក៏ប៉ុន្តែក៏យើងអាចនៅជាមួយនឹងសត្វបានដែរហើយថ្ងៃនេះផងដែរគឺជាលើកទី1ដែលយើងបានមកលេងសួនសត្វភ្នំតាម៉ៅហើយពួកយើងពិតជាសប្បាយចិត្តខ្លាំងមែនទែនឥតឧបមាហើយឥឡូវនេះពួកយើងកំពុងដើរទៅរកលំផាត់ប៉ុន្តែប្លង់ឡើយនេះមានអារម្មណ៍ថាដូចទៅមើលដីទោះជាអ្នកនរគ្នាថ្ងៃនេះខ្ញុំមកដើរលេងសួនសត្វភ្នំតាម៉ៅជាមួយបងបាទហើយបងគាត់ថែតម្រោះគាត់ប្រើឆាត់ប្រអីខ្ញុំស្អាតធម្មជាតិយកត្រូវការឆាត់បងមានរសជាតិដូចនេះបងអញលុបខ្សែឆ្លាយយកអីគេយកអីបានមកបានញ៉ាំគេពងថតប្លុកហ្នឹងយក3នេះយក4ហ្នឹងគឺយើងឥឡូវនេះយើងទិញក្រែមញ៉ាំសិនដោយសារតែលំផាត់គេមានម៉ោងគេ perform អីអញ្ចឹងហីត្រូវមានម៉ោង perform អីទៀតណាមិនចេះចង់ជួបបានជួបទេដោយសារតែអត់ទាន់ដល់ម៉ោងទៅមើលលំផាត់ឥឡូវនេះយើងទៅមើលបងប្អូនសាច់ឆ្ងាយរបស់លំផាត់សិនអ្នកទាំងអស់គ្នានៅនឹងមានសត្វច្រើនមែនតើអ្នកទាំងអស់គ្នាទៅច្បាស់ជាអត់ខកចិត្តទេហើយនេះគឺជាសត្វក្រពើពាក្យមួយថាសុចិត្តយកក្រពើជាមិត្តបើសើជាងយកមិត្តចិត្តជាក្រពើខ្ញុំទើបតែដឹងថាសត្វអូទ្រីសគឺមានពូជអង្វរមកពីសត្វដាច់នូស័រអ្នកទាំងអស់គ្នាមើលជើងវាដូចមែនតាគេថាអញ្ចឹងមែនទេអត់កុហកទេបើសិនអ្នកទាំងអស់គ្នាថាខ្ញុំគាត់អត់ស្រាវជ្រាវឲ្យប្រាប់ខ្ញុំវិញនៅហ្នឹងអ្វីដែលច្រើនជាងគេគឺសត្វស្វាតាណាក៏មានដែរបងប្អូនអ្នកខ្លះថាសត្វស្វាគួរឲ្យស្រឡាញ់តែបើមនុស្សមុខដូចស្វាវិញអត់មានណាស្រឡាញ់លេងទៀតចេះទៀតអាណៃទៀតអ្នកនរគ្នាឥឡូវនេះយើងបានមកដល់កន្លែងតួឯកអ្នកនរគ្នាអញ្ចឹងមនុស្សច្រើនមែនតើអ្នកនរគ្នាលំផាត់នៅតែមានប្រជាប្រិយភាពហើយ fan ច្រើនណាស់ចាំថតរូបចាំថតវីដេអូហើយម៉ោង perform របស់គេគឺម៉ោង3អញ្ចឹងបើសិនជាយើងចង់ជួបលំផាត់តោះតែយើងទៅឲ្យបានមុនម៉ោង3ហើយដូចជាគេ perform តែកន្លះម៉ោងអីអ្នកនរគ្នាគេចូលទៅបៅទៅដោះគោវិញហើយខ្ជូតខ្លាំងណាស់នេះវីដេអូនេះគេធ្វើមកមេដីគេធ្វើយំធ្វើអីណានេះឡើងដូចក្មេងពីខំកន្លះហឺយខ្នាញ់ណាស់អញឥឡូវនេះយើងមើលអូនលំផាត់ត្រឹមតែប៉ុណ្្នឹងសិនបានហើយឥឡូវនេះយើងកំពុងតែដើរទៅមើលខ្លាម្ដងអ្នកទាំងអស់គ្នាខ្លាតបងហើយខ្លាតបងនេះក៏ចេះដែរបាទដូចឆ្មាខ្លានេះចេះអញ្ចឹងបើសិនយើងយកទៅចិញ្ចឹមនឹងតែមិនដឹងល្អមិនទៅអញ្ចឹងបងប្អូនវីដេអូយើងមានតែប៉ុណ្្នឹងទេដូចខ្ញុំបាននិយាយចឹងអ្នកនរគ្នានៅគឺមានសត្វច្រើនមែនតើគ្រាន់តែសត្វខ្លះខ្ញុំអត់បានថតអញ្ចឹងអ្នកដែលក៏មិនតំបានទៅលេងកុំភ្លេចទៅលេងណាដើម្បីបានទទួលអារម្មណ៍ប្លែកបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ